ពេលដែលខ្ញុំពិនិត្យឃើញមានបញ្ហារសត្រីហើយនឹងរដូវមកអត់ទៀងខ្ញុំព្យាបាលរយៈពេល2ខែហើយខ្ញុំមានកូនដូចបំណងខ្ញុំខ្លួនចាំថាមកពីខេត្តតាកែវខ្ញុំមានបញ្ហាការជំងឺគ្រួសារខ្ញុំរយៈពេល7ឆ្នាំតែមានកូនប៉ុន្តែបានមើលតាមវិទ្យុទៅឃើញបន្ទប់ពីណាត់ស្ត្រីកាច់ខ្ញុំក៏បានតាក់ទងមកអ្នកគ្រូហើយវិធានសារពីបញ្ហាផ្ទាល់ខ្លួនអ្នកគ្រូក៏ប្រាប់ខ្ញុំថាខ្ញុំមានជំងឺរោគស្ត្រីហើយនឹងរដូវមកអត់ទៀងពេលដែលខ្ញុំពិនិត្យឃើញមានបញ្ហារោគស្ត្រីហើយនឹងរដូវមកអត់ទៀងខ្ញុំព្យាបាលរយៈពេល2ខែហើយខ្ញុំមានកូនដូចបំណងការព្យាបាលអ្នកគ្រូជំនាញជូនចាប់ពី1ខែដល់3ខែឥឡូវនេះខ្ញុំទទួលបានកូនដូចបំណងបងដែលរៀបការអត់មានកូនអាចមកពិនិត្យរោគស្ត្រីមិនកិច្ចដូចខ្ញុំដែរបងដែលបានមកពិនិត្យព្យាបាលសុខភាពព្យាបាលជំងឺអត់កូននៅមន្ទីរពេទ្យកាច់ដែលមានកូនសូមកុំអស់សង្ឃឹមអីនឹងបន្តព្យាបាលរហូតនឹងមានកូនដូចមានខ្ញុំដែរសូមអរគុណអ្នកគ្រូពេទ្យដែលជួយព្យាបាលខ្ញុំរហូតដល់ខ្ញុំមានកូនខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើ